ដូចបងប្អូនដឹងហើយថាប្រហែលថ្ងៃចុងក្រោយហ្នឹងណាប្រទេសថៃវាយកម្ពុជាខ្លាំងមែនទែនតាក់ទងជាមួយនឹងករណីឆបោកតាមអនឡាញតែវាយចុះវាយឡើងនាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូងបាននិយាយថាករណីនៃការឆបោកនៅកម្ពុជានេះវាមានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយរបស់ស្រុកសៀមរហូតដល់ទៅ7រូបឯណោះហើយលោកលើកក្តែងបដ ហើយណាលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបងប្អូនណាវាមិនមែនជារឿងលេងសើចទេបើសិនជាមិនមានអីជាការពិតមិនមានអីជាក់ស្ដែងទេណាលោកមិនហ៊ានទៅនិយាយទេព្រោះបងប្អូនត្រូវចាំថាកម្រិតនាយករដ្ឋមន្ត្រីណាមិនមែនជាក្មេងលេងបៃលុកបៃឡទេបើកាន់តែលោកនិយាយមានន័យថាលោកមានភ័ស្តុតាងហើយលោកមានអ្វីជាក់ស្ដែងហើយប៉ុន្តែបងប្អូនដឹងមិនដែរអត់កាលពីម្សិលមិញនេះឯកអគ្គរដ្ឋទូតរបស់ប្រទេសកូរ៉េខាងត្បូងប្រចាំនៅប្រទេសសៀមបានខ្ញុំស្គាល់គ្នាយើងនេះក៏ដោយសារតែតាមរយៈបណ្ដាញសង្គមនិងកេរ្តិ៍ឈ្មោះបាទគ្នាយើងបានរក្សាក៏ដូចជាបានបង្កើតឡើងនៅពេលកន្លងមកដែរបើសិនជាត្រូវការទូរស័ព្ទត្រូវការកុំព្យូទ័រមាននិយាយទៅបរិក្ខារអេឡិចត្រូនិកច្រើនអាចមកគ្នាយើងបានចេញមុខមកធ្វើការបដិសេធដោយបានលើកឡើងថាអ្នកនយោបាយស្រុកថៃមិនមានជាប់ពាក់ព័ន្ធនៅក្នុងករណីឆបោកនៅក្នុងប្រទេសកម្ពុជាទេបងប្អូនអ្នកឯងមិនបាច់ទៅការពារទេស្រុកថៃហ្នឹងណាវាមានករណីបោកប្រាស់លើសកម្ពុជារាប់រយដងហើយនោះខ្ញុំប្រាប់បងប្អូនឲ្យដឹងទៅចុះតែខ្ញុំមិនបានថតវីដេអូហ្នឹងខ្ញុំជួបជជែកជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅប៉ោយប៉ែតណាគាត់ប្រាប់ថាប្រជាជនថៃដែលមករស់នៅក្រុងប៉ោយប៉ែតនោះអត់ដែលចង់ទៅស្រុកថៃវិញទេគាត់ថាទោះបីជារដ្ឋាភិបាលថៃបខំឲ្យទៅហ្នឹងក៏គាត់អត់ចង់ទៅដែរបងប្អូនដឹងមិនអត់គាត់ថានៅស្រុកថៃពិបាកណាស់នយោបាយស្រុកថៃអញញ៉ៃណាស់ការរកស៊ីក៏ពិបាកដែរប្រជាជនវាច្រើនដដើមគ្នារកស៊ីតែនៅស្រុកខ្មែរគេថាមានឱកាសច្រើនណាស់នេះគឺជាពាក្យសម្ដីរបស់បងប្រុសម្នាក់មកពីក្រុងប៉ោយប៉ែតគាត់បានប្រាប់ខ្ញុំតែម្ដងបងប្អូនណាគាត់ថាប្រជាជនថៃណាដែលមករស់នៅស្រុកខ្មែរអត់ដែលចង់ទៅស្រុកថៃវិញទេស្រុកខ្មែរស្រួលណាស់ស្រួលរកស៊ីស្រួលរស់នៅឱកាសរកស៊ីច្រើនណាស់អញ្ចឹងគេអត់ចង់ទៅស្រុកគេវិញទេដូច្នេះកន្លែងនេះមានន័យថាម៉េចបងប្អូនវាមានន័យថាស្រុកយើងនេះវាមានឱកាសរកស៊ីច្រើនណាស់មានឱកាសវិនិយោគច្រើនណាស់មានឱកាសការងារច្រើនណាស់ដែលសូម្បីតែប្រជាជនថៃមកស្រុកខ្មែរមិនចង់ទៅស្រុកគាត់វិញផងអញ្ចឹងវាមានន័យថាម៉េចទៀតបងប្អូនវាមានន័យថាចូលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមក្រឡេកមើលប្រទេសយើងនៅក្នុងកម្រិតមួយវិជ្ជមានហើយចេះចាប់ឱកាសការងារនៅក្នុងស្រុកទេសយើងជាជាងការរត់ទៅធ្វើការងារនៅស្រុកគេបើអាចតែបើសិនជាលក្ខខណ្ឌតម្រូវថាបងប្អូនត្រូវតែធ្វើការងារនៅស្រុកគេបងប្អូនទៅចាស់យ៉ាងណាមិញបើសិនជាបងប្អូនអាចធ្វើការងារនៅក្នុងស្រុកបានជួបជុំគ្រួសារយើងប្តីប្រពន្ធយើងឪពុកម្ដាយយើងកូនយើងបងប្អូនយើងនៅក្នុងស្រុកទៅបងប្អូនការងារច្រើនណាស់សំខាន់តើបងប្អូនមានសមត្ថភាពប៉ុណ្ណាតើបងប្អូនអាចចាប់យកប្រាក់ខែត្រឹមកម្រិតណាអានឹងទៅជាសំណួរតែបើបងប្អូនថាស្រុកខ្មែរខ្វះការងារធ្វើចំណុចនេះខ្ញុំគិតថាដូចជាមិនទាន់មានភាពជាក់ស្ដែងទេតែសំណួរសួរតើសមត្ថភាពយើងអាចចាប់ការងារដែលមានប្រាក់ខែប៉ុណ្ណាសមត្ថភាពយើងតិចបានប្រាក់ខែតិចសមត្ថភាពយើងខ្លាំងបានប្រាក់ខែច្រើនវាគឺជារឿងធម្មតាទេមិនមែននៅតែស្រុកខ្មែរទេស្រុកណាក៏អញ្ចឹងដែរអញ្ចឹងកន្លែងនេះត្រឡប់មកវិញខ្ញុំគិតថាយើងគួរតែពិនិត្យមើលសមត្ថភាពរបស់យើងជាមួយនឹងទីផ្សារនៅស្រុកយើងជាជាងការដែលយើងគិតថាស្រុកខ្មែរមិនមានការងារធ្វើស្រុកខ្មែរបានប្រាក់ខែថោកខ្ញុំមិនគិតថាអញ្ចឹងទេព្រោះដោយសារតែអ្នកមានសមត្ថភាពច្រើនណាស់ដែលជាជនជាតិខ្មែរហើយបានប្រាក់ខែច្រើនហើយច្រើននេះមិនច្រើនធម្មតាទេគឺច្រើនខ្លាំងប្រាក់ខែដល់រាប់ម៉ឺនដុល្លារក៏មានដែរក្នុងមួយខែសម្រាប់ជនជាតិខ្មែរដែលមានសមត្ថភាពខ្លាំងពូកែពិតប្រាកដតែយើងមិនបាច់និយាយដល់កម្រិតហ្នឹងទេយើងនិយាយត្រឹមកម្រិតទូទៅត្រឹមប្រាក់ខែ$350 $400 $500មិនលំបាករកទេតែសួរតើយើងស៊ូប៉ុណ្ណាយើងខំប៉ុណ្ណាយើងចង់កែប្រែខ្លួនអភិវឌ្ឍខ្លួនប៉ុណ្ណាបងប្អូនខ្ញុំនៅតែលើកឡើងដដែលថាយើងស៊ូជាងគេបន្តិចយើងអត់ធ្មត់ជាងគេបន្តិចយើងមានសិលធម៌ជាងគេបន្តិចយើងមានគំនិតរីកចម្រើនជាងគេបន្តិចយើងស្ដាប់មេដឹកនាំឬក៏មេរបស់យើងនៅកន្លែងការងារយើងនឹងជាងគេបន្តិចបងប្អូននឹងមានឱកាសច្រើនណាស់អានតិចហ្នឹងបូកចូលគ្នាច្រើនបណ្ដោយតែអានតិចដែលយើងអត់ស្ដាប់ដែលយើងអត់ធ្វើដែលយើងអត់ខ្វល់ដែលយើងបលែងចោលយើងគិតថាធ្វើមិនក៏ដោយឲ្យតែរួចខ្លួនមួយថ្ងៃដល់ខែបាក់ប្រាក់ខែចប់រឿងអានោះគឺចប់ហើយពិតណាស់កម្ពុជានឹងមិនមានការងារឲ្យយើងធ្វើទេទៅកន្លែងណាក៏អត់ដែរព្រោះដោយសារតែយើងអត់ខ្វល់អត់ចាប់អារម្មណ៍អត់ចង់ឲ្យខ្លួនឯងល្អជាងនឹងទេគិតថាធ្វើមិនឲ្យតែរួចខ្លួនហើយបើបងប្អូនមានគំនិតបែបនេះទៅធ្វើការកន្លែងណាក៏លំបាកដែរទៅដល់ស្រុកណាក៏លំបាកដែរអរគុណបងប្អូនជម្រាបលាបងប្អូនកាលពីម្សិលមិញសារព័ត៌មានច្រើនណាស់សារព័ត៌មានរបស់ថៃនោះព្រោះសារព័ត៌មានរបស់ថៃតាំងតែពីខាងដើមមកហ្មងមកដល់ឥឡូវហ្នឹងគឺគាត់អត់ធ្វើអីទេគាត់ពំវក់តែប្រជាជនរបស់គាត់ឲ្យយល់ឃើញឲ្យគិតតាមអ្វីដែលពួកគាត់ចង់ឲ្យគេយល់ចង់ឲ្យគេគិតតែប៉ុណ្្នឹងទេទោះបីជារឿងហ្នឹងមិនមែនជាការពិតក៏ដោយហើយម្សិលមិញម្សិលមួយថ្ងៃនេះមានព័ត៌មានមួយតាក់ទងជាមួយនឹងគេចោទថាប្រជាជនខ្មែរយើងនេះនៅស្រុកថៃគាត់ចូលលួចមាសគេនៅហាងមាសមួយកន្លែងមិនត្រឹមតែប៉ុណ្្នឹងទេបង
បងប្អូនចំណុចនេះវាមិនទាន់ធ្ងន់ធ្ងរខ្លាំងទេប៉ុន្តែអ្វីដែលធ្ងន់ធ្ងរខ្លាំងគឺថាគេលៀបពណ៌នឹងចោតប្រកាន់កម្ពុជានៅក្នុងទម្រង់មួយថាជនជាតិខ្មែរយើងម្នាក់ហ្នឹងដែលជាបរិសុទ្ធហ្នឹងអត់ចង់មកខ្មែរទេព្រោះជាពាក់លុយគេច្រើនហើយគេគំរាមកំហែងអីចឹងទៅអត់មានលុយសងគេហើយគាត់អត់មានសាច់ញាតិទេគាត់ក៏មិនចង់មកមានគ្រួសារអីនៅស្រុកខ្មែរដែរចង់នៅស្រុកថៃអីចឹងទៅបងប្អូនកន្លែងនេះខ្ញុំអាចយល់ឃើញអញ្ចេះទី1គេធ្វើស៊ីយើងដោយគេអាចនឹងបង្កើតសាច់រឿងមួយហ្នឹងជាមួយនឹងបងប្អូនខ្មែរយើងនៅស្រុកថៃអីចឹងទៅគេឲ្យសម្ដែងឈុតឆាកមួយឈុតចឹងទៅគេបង្កើតសាច់រឿងមួយមកដើម្បីវាយកម្ពុជានៅលើឆាកអន្តរជាតិថាប្រជាជនកម្ពុជានឹងគឺជាប្រជាជនដែលមិនមានភាពស្មោះត្រង់ជាប្រជាជនដែលចូលចិត្តលួចឆក់ប្លន់ហើយប្រទេសកម្ពុជានឹងគឺជាប្រទេសដែលមិនល្អទៅប្រជាជនរបស់ខ្លួនមិនព្រមមករស់នៅប្រទេសកំណើតរបស់ខ្លួនវិញលាក់នឹងលាក់អីចឹងទៅវាមានច្រើនទម្រង់ណាស់ប៉ុន្តែបងប្អូនត្រូវចាំណាស្រុកថៃគាត់មិនដែលនិយាយអ្វីជាការពិតទេគាត់បង្កើតរឿងគាត់បន្លំសាច់រឿងហើយពំពួកប្រជាជនរបស់គាត់កន្លែងនេះវាគឺជារឿងដ៏គួរឲ្យសោកស្ដាយបំផុតវាគឺជារឿងដ៏គួរឲ្យសោកស្ដាយហេតុអីបានខ្ញុំនិយាយអញ្ចឹងតាំងតែពីដើមមកគាត់សរសេរប្រវត្តិសាស្ត្រក៏ដោយសៀវភៅអ្វីដែលគាត់សរសេរចេញមកពីអ្នកនិពន្ធអ្នកប្រាជ្ញរបស់គាត់ចេះដឹងប៉ុណ្ណាក៏ដោយគាត់និយាយល្អយកតែខ្លួនឯងទេកម្ពុជាអាក្រក់រហូតតែសំណួរសួរថាពីដើមឡើយនោះមុនសតវត្សទី13នោះប្រទេសថៃនៅឯណាមិនក៏គាត់មិនមើលឃើញចំណុចហ្នឹងគាត់មើលឃើញប៉ុន្តែមិនបានគាត់កែប្រែប្រវត្តិសាស្ត្រគាត់ចង់ឲ្យពិភពលោកយល់រឿងមួយថាកម្ពុជាទេជាអ្នកលួចទឹកដីគាត់មិនមែនគាត់លួចទឹកដីកម្ពុជាទេតែការពិតវាមិនអាចកែប្រែបានទេវាមិនអាចកែប្រែបានទេព្រោះមុនសតវត្សទី13ថៃមិនដឹងនៅណាប៉ុណ្ណឹងវាអត់មានផែនទីប្រទេសថៃទេអញ្ចឹងកន្លែងនេះពិភពលោកជាពិសេសប្រវត្តិវិទូគេដឹងច្បាស់ណាស់អ្នកឯងចង់ភូតភរកុហកបោកប្រាស់យ៉ាងម៉េចក៏មិនអាចលាក់បាំងការពិតបានដែរចំណុចមួយហើយចំណុចទី2អ្នកមិនអាចចេះតែបង្កើតសាច់រឿងដើម្បីមួលបង្កាច់កម្ពុជានៅលើឆាកអន្តរជាតិទេឥឡូវនេះបណ្ដាញសង្គមធំទូលាយណាស់អ្នកមិនអាចបិទសម្លេងកម្ពុជាមិនឲ្យស្រែកមិនឲ្យអន្តរជាតិឮដូចពីមុនទៀតទេឥឡូវនេះកម្ពុជាមានសម្លេងដែលអាចធ្វើឲ្យគេឮគេស្ដាប់គេដឹងគេយល់អំពីសាច់រឿងពិតបានដោយមិនចាំបាច់ពឹងអ្នកឯងឬក៏មិនចាំបាច់ថាទាល់តែថៃបើកឱកាសទៅកម្ពុជាមានសម្លេងអត់ទេឥឡូវនេះកម្ពុជាអាចស្រែកទៅកាន់អន្តរជាតិបានដោយខ្លួនឯងយើងអត់ចាំបាច់ពឹងអ្នកណាទេអញ្ចឹងកម្ពុជាឥឡូវអត់ដូចកម្ពុជាពីមុនទេគឺយើងចាប់ផ្ដើមមានការវិវត្តច្រើនណាស់យើងចាប់ផ្ដើមមានសម្លេងច្រើនណាស់នៅលើឆាកអន្តរជាតិហើយសមត្ថភាពយុវជនយើងពលរដ្ឋយើងប្រទេសជាតិយើងឥឡូវនេះក៏មិនដូចពីមុនដែរយើងអត់រស់ពឹងថៃទៀតទេយើងឃើញថាការបិទច្រកព្រំដែនរយៈពេលប្រហែលខែមកនេះសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើនខ្លាំងមែនទែនហើយបងប្អូនសួរថារីកចម្រើនស្អីបើខ្ញុំនៅក្រអណ្ដែលបងប្អូនអាជីវកម្មខ្នាតតូចនិងមធ្យមរបស់កម្ពុជាកំពុងតែរីកចម្រើនតាមរយៈនៃការគាំទ្រផលិតផលខ្មែរផលិតផលក្នុងស្រុកផលិតផលកូនខ្មែរហើយនេះគឺជាការបោះជំហានមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាហើយខ្ញុំនៅតែសង្ឃឹមថាបងប្អូននឹងនៅតែបន្តគាំទ្រផលិតផលក្នុងស្រុកដើម្បីជួយសេដ្ឋកិច្ចជាតិប្រើប្រាស់ផលិតផលខ្មែរជួយលើកស្ទួយសេដ្ឋកិច្ចជាតិជួយឲ្យបងប្អូនប្រជាជនខ្មែរយើងនេះមិនចាំបាច់ធ្វើការចំណាក់ស្រុកទៅកាន់ប្រទេសជិតខាងឬក៏ក្រៅប្រទេសដើម្បីរកការងារធ្វើទេព្រោះនៅក្នុងស្រុកមានការងារធ្វើប្រាក់ខែល្អយើងស្រួលជាងទៅធ្វើការងារនៅស្រុកគេអរគុណបងប្អូនជម្រាបលា